ពីអត្តន័យអក្សរ D នៅក្នុងរឿង One Piece គឺពិតជាមានអាចកម្បាំងច្រើនមែនទែនមិនថាទាំងខ្ញុំឬក៏អ្នកទាំងអស់គ្នានៅពេលដែលយើងឮជាមួយឈ្មោះដែលមានអក្សរ D នៅក្នុងឈ្មោះរបស់គាត់គឺយើងប្រកាសជាគិតថាតួអង្គមួយនឹងប្រកាសជាមានអ្វីពិសេសជាក់ជាមិនខានអញ្ចឹងថ្ងៃហ្នឹងបន្ទាប់ពីបានសិក្សាស្រាវជ្រាវមួយចំនួនកន្លងមកក៏បានឲ្យខ្ញុំដឹងថាអត្តន័យអក្សរ D ហ្នឹងគឺមានន័យរបៀបម៉េចអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតតោះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងហ្នឹងគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹង Anime Radio K8 ហើយ topic ហ្នឹងគឺយើងនឹងបកស្រាយបន្ថែមទៀតអំពីអត្ថន័យអក្សរ D នៅក្នុងរឿង One Piece ថាជាមើលអត្ថន័យនៃអក្សរ D ហ្នឹងតើវាមានអត្ថន័យរបៀបម៉េចព្រោះកុំឲ្យអ្នកទាំងអស់គ្នាមានការយល់ច្រឡំឯណា D stand for អីអញ្ចឹងទៅគឺតាមពិតវាមិនមែនអញ្ចឹងទេហើយសូម្បីតែ One Piece ដែលមានសាច់រឿងរហូតដល់ 1000 episode ជាងក៏នៅតែមិនទាន់រំលាយថាតើអត្ថន័យនៃអក្សរ D ហ្នឹងវាមានអត្ថន័យរបៀបម៉េចនិយាយទៅគឺលាក់ចិត្តឈឹងតែម្ដងក៏ប៉ុន្តែទោះបីជាអូដាអត់ទម្លាយក៏ដោយក្នុងនាមយើងជា fan របស់ One Piece យើងនឹងទៅស្វែងរកខ្លួនឯងថាអត្ថន័យនៃអក្សរ D ហ្នឹងគឺមានន័យយ៉ាងដូចម្ដេចនិយាយទៅបើសិនជាតាក់ទងជាមួយនឹង anime ផ្សេងវាមិនសូវជាមាន story អីច្រើនទេក៏ប៉ុន្តែនេះគឺជា anime One Piece សូម្បីតែចំណុចខ្លះនៃសាច់រឿងឧទាហរណ៍ថាតួអង្គមួយហ្នឹងគាត់ស៊ីបាយអស់7ចានគាត់បាក់ថ្មិញអស់2ឬក៏គាត់កាត់សក់5ដងអីចឹងទៅនិយាយទៅគឺ fan របស់ One Piece គឺយកចំណុចទាំងអស់ហ្នឹងយកមកទាញជា theory តទៅបាននិយាយទៅខ្ញុំសុំខ្លាចតាក់ទងជាមួយចំណុចហ្នឹងមែនតើក៏ប៉ុន្តែតាក់ទងជាមួយនឹងការទាញចំណុចផ្សេងយកមកធ្វើជា theory ហ្នឹងមិនមែន fan គាត់ចេះតែទាញទេក៏ដោយសារតែលោក Oda ហ្នឹងឯងគឺគាត់គឺជាមនុស្សមួយដែល genius មែនតើនិយាយទៅ Oda គឺគាត់មានគំនិតលក្ខណៈថាខុសប្លែកពីគេគំនិតបន្តិចរបស់គាត់ហ្នឹងដែលបញ្ចូលទៅក្នុងសាច់រឿងហ្នឹងគឺធ្វើឲ្យសាច់រឿងទាំងអស់ហ្នឹងคล้ายជាសាច់រឿងមួយដែលខ្លឹមអញ្ចឹងបាន fan ចេះតែនៅមិនស្ងៀមឲ្យតែឃើញចំណុចអីដែលប្លែកក្នុងរឿង One Piece គឺគាត់តែងតែទាញឲ្យចំណុចទាំងអស់ហ្នឹងទៅធ្វើជា theory ហើយចំណុចខ្លះក៏ត្រូវចំណុចខ្លះក៏ខុសអញ្ចឹងទៅហើយអត្ថន័យអក្សរ D នៅក្នុងចំណុចទី1របស់យើងគឺតាក់ទងជាមួយនឹងពាក្យ Don ហើយបើសិនជាយើងនិយាយអំពីពាក្យ Don ច្បាស់ណាស់គឺយើងនឹកឃើញដល់អមួយដែលមានឈ្មោះថា Romandonគឺជាអត្ថបទបំផុតនៅក្នុងរឿង One Piece ហើយបើសិនជាយើងសួរថាតើហេតុអីបានជាអត្ថបទនឹងដាក់ឈ្មោះថា Romandon បើសិនជាយើងនិយាយអំពីពាក្យ Dawn ដែលបកប្រែជាភាសាខ្មែរបែរថាព្រឹកព្រលឹមអញ្ចឹងបានន័យថានៅក្នុងចំណុចកន្លែងហ្នឹងគឺគេចង់សំដៅទៅលើភាពនៃពន្លឺហើយភាពនៃពន្លឺ